បាទឥឡូវជំនាញទី2នេះជំនាញទី1ពួកយើងបានអាចបដូរទម្រង់នៃការមើលឃើញដែលយើងប្រើពាក្យថា send look and feel មែនទេហ្នឹងហើយបាទឥឡូវខ្ញុំបរិញ្ញាពួកយើងមួយទៀតថារ៉ាំមិញវាចេញជ្រុងជាខាងនេះមែនទេបាទឥឡូវខ្ញុំរ៉ាំដល់ទៀតលើឃើញទេណាហើយចុះបើខ្ញុំរ៉ាំមកឃើញនៅកណ្ដាល screen បានទេបាទមានអីបាក់ទីមកកណ្ដាលទេមកបើមិនដាក់ធ្វើចឹងទេណាបាទឥឡូវរ៉ាំមកត្រូវខាងនៅកណ្ដាលខ្លួនឯងនិយាយលេងណានឹងរ៉ាំមកនៅកណ្ដាលខ្លួនឯងអញ្ចឹងគឺខ្ញុំធ្លាប់ប្រាប់ពួកយើងធ្វើមិនពួកយើងដឹងចាំបានទេផ្លែលើ frame ពួកយើងណាមើលណាផ្លែលើ frame ចូលទៅ property ចូលទៅ code កន្លែង form file policy ឆែកពាក្យថា generate recycle មែនទេហ្នឹងហើយដូច្នេះពេលដែលយើងដំណើរការកម្មវិធីមក frame យើងនៅកណ្ដាលតែនៅពេលនេះគឺខ្ញុំមិនបរៀនអាហ្នឹងទេដោយសារខ្ញុំបរៀនហើយណាហ្នឹងតែបរៀនហើយក៏ដល់ក៏ប្រាប់ទៅតែនៅពេលនេះគឺខ្ញុំចង់ថែមមួយចំណុចទៀតថាពេលដែលរ៉ាំមកឲ្យវា full screen តែម្ដងពួកយើងមើល NetBeans គេរ៉ាំមក full screen តែម្ដងមែនទេយើងឯងគឺអា program រ៉ាំមកពុបមិនឃើញជ្រុងតូចទេគឺពេញ screen ចឹងតែម្ដងយើងត្រូវកែវាអាចមែនទេវាអាចបាទវាអាច program រ៉ាំមកពុបពេញ screen តែម្ដងហេតុអីបានវាពេញ screenមានន័យថាឲ្យវា active ទៅលើអា maximize button នេះរ៉ាំមកមិនចាំបាច់ចុច maximize button នេះទេគឺវា active អា maximize ដល់ខ្លួនឯងមានន័យថាពេលដែលយើងចុច shift F6 មកគឺវាមិនចេញអញ្ចឹងទេវាពេញ screen តែម្ដងចឹងហ៎ចឹងនៅពេលនេះគឺខ្ញុំបរៀនអ្នកទាំងអស់នេះថាយើងរ៉ាំយ៉ាងម៉េចឲ្យវា active maximize button ដល់ខ្លួនឯងដល់មិនចាំបាច់ឲ្យ user ចុចអានេះទេអញ្ចឹងហ៎ហ្នឹងហើយតាធ្វើយ៉ាងម៉េចបាទអ្នកទាំងអស់គ្នាឆ្លៃលើ frame ដដែលright click ណាលើ frame right click ចូលទៅ event ចូលទៅ window ចូលទៅ window open នេះនេះថាពេលដែល window open ហ្នឹងមកយើងឲ្យវា active អីគេ maximize button មែនទេហ្នឹងហើយចឹងយើងចុចអាហ្នឹងទៅវានឹងចូលទៅតំបន់ដែលយើងសេកូដបាទនេះមានន័យថា block ដែលយើងត្រូវសេកូដពេលដែល window open ណាពេលដែល form ហ្នឹង open មកយើងត្រូវការឲ្យវា active អា maximize button តែយើងសេយ៉ាងម៉េចបាទសរសេរកូដតែមួយមិនទាត់ទេណាហ្នឹងហើយ d.set extend status ពួកយើងស្គាល់ពាក្យថា extend ណាបរិចអញ្ចឹងហ៎បាទ extend ណាបរិចបាទបរិច status ហ្នឹងឲ្យវាពេញបាទដើម្បីបរិចវាពេញទី1អ្នកទាំងអស់គ្នាត្រូវស្គាល់ថាទំហំនេះតែរិចប៉ុណ្ណាតែទំហំអា resolution របស់ Windows យើងអញ្ចឹងហ៎ណាខ្ញុំមិនដឹងថាពួកយើងបើ build រ៉ាំទៅលើកុំព្យូទ័រយើងស្រាប់មិនបញ្ហាទេអញ្ចឹងហ៎ចុះរ៉ាំលើកុំព្យូទ័រផ្សេងអ្នកខ្លះ resolution គេ1024គុណនឹង768អ្នកខ្លះគុណប៉ុណ្ណេះអ្នកខ្លះគុណប៉ុណ្ណោះផ្សេងៗគ្នាមិនអញ្ចឹងហ៎ហ្នឹងហើយអញ្ចឹងយើងត្រូវ get ផ្សេងគ្នា this.get extend status បាទហ្នឹងហើយយើងទៅទាញយកអាទំហំអា resolution របស់គេដែលត្រូវបរិយាប៉ុណ្ណាណាហ្នឹងហើយបើយើងប្រើឬពួកយើងតែសេឬនៅក្នុង C++ ទេសម្រាប់យើងសេឬ2ដងណាបាទក្នុងនេះមិនមែនឆ្នោតឬទេណាបាទគឺ exclusive or គឺ or ណាប្រើ or តែចុចតែមួយមកបានហើយឬ JFrame បាទ JFR ហើយអ្នកទាំងអស់គ្នាប្រើ control space ទៀតណាហ្នឹងហើយបាទ JFR dot maximize button មានន័យថាយើងទាញយកទំហំ screen ហើយយើងឲ្យ JFrame យើងហ្នឹង active ទៅលើ maximize button បាទអញ្ចឹងយើងសេកូដតែមួយបន្ទាន់ហ្នឹងទេណាហ្នឹងហើយ this set extend status get extend status ឬ JFrame maximize button បាទយើងសេកូដមួយបន្ទាន់ហ្នឹងទៅនៅក្នុង window open មានន័យថាពេលដែល window open នោះមកវានឹង active នៅ maximize button បាទយើងតាមតាមមើលទី6អូឃើញទេបាទខ្ញុំឲ្យបានចុចលើ max ខ្ញុំឲ្យបានចុចទៅលើអា maximize button នេះទេគឺរ៉ាំដល់វាពេញ screen តែម្ដងបងអីចឹងខ្ញុំសង្កេតឃើញមាន program មួយចំនួនទៀតពេញ screen នេះពួកយើងដឹងថាពេញទេមែនទេបាទមានអាពេញមួយយ៉ាងទៀតមានន័យថាអាពេញហ្មងអាពេញឲ្យមានន័យថាពេញលើសពីអាហ្នឹងទៀតយើងអាចធ្វើអា program ខ្លះសូម្បីតែ title bar ក៏អត់ឃើញអា setter អា sub up bar អា sub setter bar ខាងក្រោមក៏មិនឃើញដែរមែនទេមានន័យថាពេញមែនទេហ្នឹងណាហ្នឹងហើយបាទអញ្ចឹងដើម្បីឲ្យពេញអញ្ចឹងបានទី1អ្នកទាំងអស់គ្នាធ្វើដូចមិញហ្នឹងចប់ហើយណាហ្នឹងហើយបាទបើសិនជាយើងត្រូវការត្រឹមតែប៉ុណ្្នឹងទេអញ្ចឹងយើងមិនបាច់ធ្វើអីទៀតទេណាហ្នឹងហើយតែបើយើងត្រូវការថាឲ្យវាពេញវាពេញ screen តែម្ដង
យើងធ្វើអាមិញចប់ហើយយើងត្រូវលើក frame ដដែលណានឹងឲ្យចូលទៅប្រូវិធីវាណាមិនចូលទៅប្រូវិធីស្វែងរកពាក្យថា undecorate នេះ undecorate ប្រសិនបើយើង click ទៅលើ undecorate អ្នកទាំងអស់គ្នានឹងមិនឃើញការសាក់តែងអ្វីទាំងអស់មានន័យថាការសាក់តែងរបស់ Windows ការសាក់តែងរបស់ Windows គឺអត់ឃើញទេសូម្បីតែក្រោមក៏អត់ឃើញដែរបាទខ្ញុំចេះ Shift F6 ម្ដងទៀតសាក់មើលបាទពួកយើងឃើញតែវាញាក់មកផ្លែអញ្ចឹងហ្នឹងហើយយើងនឹងឃើញថាពេលនេះគឺពេញមែនតើណែនេះបាទមានន័យថាពេញក្នុងមិនរកអាកន្លែង close ក៏មិនឃើញដែរប្រសិនណាបើយើងអត់សេ program ដើម្បី close នេះទេគឺរកកន្លែង close ឃើញទេតោះណាចឹងបាទនៅពេលនេះគឺពេញមែនតើនេះជារបៀប set មក